ជំរាបសួរអ្នកនាងសូមស្វាគមន៍វិលត្រឡប់មកជាមួយនឹងវីដេអូរបស់ខ្ញុំម្ដងទៀតហើយបាទអញ្ចឹងថ្ងៃនេះផងដែរខ្ញុំចង់បង្ហាញអ្នកគ្នាអំពីរបៀបនៅក្នុងការ share ពីកុំព្យូទ័រទៅកាន់ទូរស័ព្ទឬក៏ពីកាន់ទូរស័ព្ទមកកាន់កុំព្យូទ័រមិនថាទូរស័ព្ទ iPhone ឬក៏ Android ទេប៉ុន្តែមុននឹងខ្ញុំប្រាប់អ្នកគ្នាខ្ញុំសូមប្រាប់ថាអានេះវាមានគុណសម្បត្តិគុណវិបត្តិវាខ្ញុំឲ្យអ្នកគ្នាប្រើដោយមានការទទួលខុសត្រូវខ្លួនឯងរឿងទី1ដោយសារតែគុណសម្បត្តិវា share លឿនអ៊ីនធឺណិតអ្នកគ្នាប៉ុណ្ណាក៏ដោយឧទាហរណ៍ថា file ហ្នឹង 19G ឬក៏មិនធំក៏ដោយក៏វាអាច share ទៅលឿនដែរមួយទៀតយើងអាចយើងមិនបាច់ប្រើសារយើង share direct យកមកអញ្ចឹងឲ្យតែមានអ៊ីនធឺណិតមួយហើយយើងភ្ជាប់ពីកុំព្យូទ័រនិងទូរស័ព្ទនៅលើអ៊ីនធឺណិតតែមួយដែលគេហៅថាឈរនៅលើ IP តែមួយអញ្ចឹងយើងអាច share ពីគ្នាទៅវិញទៅមកបានហើយពីកុំព្យូទ័រទៅទូរស័ព្ទឬក៏ពីកុំព្យូទ័រទៅកុំព្យូទ័ររួមវាប្រៀបដូចជាកុំព្យូទ័រយើងគឺជា server មួយដែលទុកនៅលើ folder នឹងបានហើយយើងអាចចែកចាយទៅកាន់គេឯងបានដោយយើងប្រើប្រាស់នៅ permission account user នៅក្នុងកុំព្យូទ័រយើងអញ្ចឹងនេះវាគុណសម្បត្តិវាចុះគុណវិបត្តិវិញគុណវិបត្តិវាមានតែមួយហើយក៏ធ្ងន់ធ្ងរដែរគុណវិបត្តិវាគឺ IP អ៊ីនធឺណិតយើងត្រូវតែសុវត្ថិភាពបើសិនជាអ្នកគ្នាបង្កើត folder នឹងហើយយើងដាក់ allow everyone ហើយស្រាប់តែមានណាគេចូលឆែកមើល IP ហ្នឹងហើយគេចូលទៅគឺអ្នកគ្នាអត់មានបានដាក់ permission ដែលតម្រូវឲ្យមាន user name ហើយនិង password มันអាចទៅយកទិន្នន័យនៅក្នុង folder ហ្នឹងបានស្រាប់តែអ្នកគ្នាអត់បានដាក់ខាងឡៃហ្នឹងអញ្ចឹងគេចូលយកឆាវយកមកចឹងធ្វើឲ្យតន្ន័យយើងបាត់ឬក៏គេលួចយកចឹងអានេះគឺខ្ញុំគ្រាន់ប្រាប់ទេថាមុននឹងយើងប្រើយើង make sure ថាយើងបានដាក់ user ជាមួយនឹង password ឬក៏យើង make sure ថា IP address ដែលយើងប្រើហ្នឹងគឺវាសុវត្ថិភាពចឹងមុននឹងចូលប្រើខ្ញុំប្រាប់ប៉ុណ្្នឹងសិនទី1គឺយើងត្រូវមាន user ដើម្បីទុក share ឬក៏ខ្ញុំទៅនិយាយមុនហ្នឹងថាតម្រូវឲ្យមាន userជាមួយនឹង password access ទៅកាន់ folder ហ្នឹងបានអញ្ចឹងទី1យើងត្រូវទៅបង្កើត user មួយសិនអញ្ចឹងបង្កើត folder ខ្ញុំជាទូទៅខ្ញុំប្រើ cmd ទេ command prompt ហ្នឹងយើងវាយ net user add share folder យើងហើយបន្តមកយើងដក clear មកយើងមិនបាច់ដាក់ password អីទេយើងមានន័យថាបើយើងដក clear យើងដាក់ password 1 2 3 4អីចឹងទៅអាហ្នឹងវាគេអាហ្នឹងcommand prompt វាយល់ខ្លួនឯងហ្នឹងថាយើងចង់បង្កើតឈ្មោះ folder ហ្នឹង password ហ្នឹងអញ្ចឹងយើងបង្កើតហើយអញ្ចឹងយើងចូលទៅកាន់ user ហ្នឹងសិននេះហើយយើងទៅបង្កើតហ្នឹងគេនៅនេះចឹងមិញគឺខ្ញុំបានឆែកទៅលើ share folder ហ្នឹងអញ្ចឹងអ្នកគ្នាអាចធ្វើតាមខ្ញុំក៏បានអត់ក៏បានតែគ្រាន់តែខ្ញុំ make sure ថា user ដែលខ្ញុំបង្កើតហ្នឹងគឺនៅពេលដែលយើង log ចូលម្ដងទៅវាអត់ធ្វើ error ជាងយើងបង្កើតចោលហើយយើង add user ហ្នឹងនៅក្នុង folder យកមកគឺជាការ suggestion របស់ខ្ញុំទេចង់អ្នកគ្នាខ្យល់ក៏បង្កើតឲ្យទុកចោលទៅអញ្ចឹងដោយសារខ្ញុំមិញលក់ចូលម្ដងហើយអញ្ចឹងuser របស់ខ្ញុំគឺដំណើរការធម្មតាអញ្ចឹងជំនាញបន្ទាប់គឺយើងធ្វើការឆែកទៅលើ IP ឆែកទៅលើ IP យើងប្រើ command prompt ដែរអ្នកគ្នាអាចឆែកនៅក្នុងអ៊ីនធឺណិតនេះក៏បានដែរនេះអញ្ចឹងយើងអាចវាយ IP config អានេះដូចថាខ្ញុំមានវាអញ្ចឹងកុំអ្នកគ្នាកុំច្រឡំវាមិនមែនអានេះទេនេះ wireless LAN adapter Wi-Fi អញ្ចឹងមិនមែន Ethernet adapter VMware ទេអ្នកគ្នាកុំច្រឡំអានេះក៏មែនដែរអញ្ចឹងអានេះកាត folder មួយ folder តោះមកយើងចុច right click ទៅលើហ្នឹងហើយយើង click ទៅលើ property ហើយយើងយក sharing ហើយយើងយក share គឺយើងជ្រើសរើសទៅលើ user
ចឹងខ្ញុំឲ្យមុនហ្នឹងខ្ញុំឲ្យអ្នកគ្នាបង្កើត user ទុកហ្នឹងហើយយើងដាក់ password ទុកហ្នឹងដោយសារថាកន្លែងនេះគេវាសំខាន់ដែរយើងជ្រើសរើស user ហ្នឹងដើម្បីគ្រប់គ្រងទៅលើ folder មួយហ្នឹងអញ្ចឹងគ្រប់គ្រងទៅលើតែ folder មួយហ្នឹងឯងទោះជាកុំព្យូទ័រផ្សេងមកចូលក៏ចតការដែរដោយសារយើងដាក់ add user នេះខ្ញុំភ្លេចដាក់ add ចឹងអ្នកគឺកម្លេចដាក់ add ហើយយើងដាក់ permission read and write ហ្នឹងអញ្ចឹងយើងចុច share ម្ដងទៀតអញ្ចឹងជាស្រ័យអ្នកគ្នាសារភ្លេចមិញអញ្ចឹងមិនពេលខ្ញុំចូលទូរស័ព្ទទៅគឺអត់ឃើញទេតោះមកយើងចូល advanced sharing ហើយយើងយក share this folder name គឺ share folder ក្នុងកន្លែងនេះយើងចង់កំណត់ទៅលើអ្នកដែលអាចចូលមកកាន់ folder share របស់យើងមិនអ្នកទៀតហើយខ្ញុំដាក់ម្នាក់ឯងឬក៏ដាក់2នាក់អញ្ចឹងទៅតែវា limit បាន20នាក់អញ្ចឹងតាមហ្នឹងតែអានេះសម្រាប់ laptop ខ្ញុំតែបើសិនជាកុំព្យូទ័រ server ឬក៏កុំព្យូទ័រធំៗហ្នឹងអាចនឹងលើសហ្នឹងដោយសារថាបើយើងចូលដល់100នាក់ហើយវាជា server បាត់ហើយអញ្ចឹងកន្លែងហ្នឹងមិនសូវខ្វល់វាយើងដាក់តែធំម្នាក់2នាក់ឬ5នាក់តាមតម្រូវការរបស់យើងក៏បានដែរយើងតោះមកយើងចូលទៅកាន់ permission គឺយើងត្រូវចុច add ដើម្បី add user ហ្នឹង user មុនហ្នឹងយើងបង្កើតហ្នឹងដាក់ឈ្មោះគេយើងចូលឆែកមើលម្ដងទៀតបាទអូខេuser ហ្នឹងគឺ share folder អញ្ចឹងយើងវាយអក្សរធំអក្សរតូចទៅតាមអ្វីដែលយើងបង្កើតតោះមកចុច change name នេះវា recognize តែបើករណីអ្នកគ្នាចុចទៅវាអត់ load មកអាហ្នឹងគឺមានបញ្ហាបើអាចបង្កើត user ថ្មីឬក៏លុប user ចាស់ចោលឲ្យបង្កើត user ថ្មីហើយយើងឆែកមើលម្ដងទៀតព្រោះមកអ្នកគ្នាអាចនឹងច្រឡំទៅលើអក្សរតូចអក្សរធំដោយសារនេះវាចាប់ទៅលើ character មួយមិនស្អាតអក្សរតូចអក្សរធំអញ្ចឹងcomplex change name ផងបើមិនអញ្ចឹងទេវាអត់ដំណើរការហ្នឹងអញ្ចឹងចុច OK មកទៅលើនេះមកហើយយើង allow full control យើងចុច apply ចុច add ចុច apply ចុច OK ហើយយើងចុច close ចឹងឥឡូវយើងបាន share folder ហ្នឹងហើយតែនេះfolder នេះនៅក្នុង drive C ពេលនៅពេលយើងត្រឡប់មកវិញហើយមុនហ្នឹងខ្ញុំទៅយកវីដេអូដែលមានទំហំ 10G ចុច 7យកមក copy ចូល folder ហ្នឹងសារនៅក្នុងនេះគឺមាន 10G ស្រាប់អញ្ចឹងយើងនៅក្នុងមានតន្ន័យណាអញ្ចឹងយើងទៅយកទូរស័ព្ទចាំផ្លែចាំតិចទៀតខ្ញុំទៅយកខ្ញុំ record នៅលើទូរស័ព្ទនេះគ្នាអញ្ចឹងនៅលើនេះខ្ញុំបិទសិនខ្ញុំមកកាន់ខ្ញុំមកដល់ទូរស័ព្ទវិញអញ្ចឹងនៅលើទូរស័ព្ទគឺយើងចូលទៅកាន់ file មួយថ្ងៃយើងទៅអញ្ចឹងយើងគ្រាន់តែ connect ទៅ server ហើយយើងត្រូវវាយ IP អញ្ចឹង IP មិញអញ្ចឹងខ្ញុំឲ្យអ្នកគ្នាកត់ IP នឹងទុកដោយសារយើងខ្ជិលឆែក command prompt ម្ដងទៀតអញ្ចឹងយើងចុច connect មកសម្រាប់កន្លែងនេះយើងដាក់ឈ្មោះជា share folder ហើយ password ដាក់ទៅតាមអ្នកគ្នាចាំដែលយើងបង្កើត user ហ្នឹងណាអញ្ចឹងបើយើងដាក់ password ឬ user ខុសនៅតែអត់ចូលអញ្ចឹងយើង connect មកពេលហ្នឹងយើងនឹងចូលមកកាន់ server ហ្នឹងហើយអានេះគឺជា server កុំព្យូទ័ររបស់យើងអញ្ចឹងនៅក្នុងហ្នឹងខ្ញុំក៏បាន share ច្រើនដែរយើងមាន user ខ្ញុំមាន iPhone និង Windows share អញ្ចឹងទៅប៉ុន្តែគឺយើងចូលម្ដងទៀតនេះគឺជាវីដេអូនៅលើកុំព្យូទ័រគឺមានតែ 10G ប៉ុន្តែនៅនេះនៅក្នុងទូរស័ព្ទគឺមាន 11G ជាងអញ្ចឹងយើងអាចមើលវីដេអូហ្នឹងបានអូយើងអាច play វីដេអូហ្នឹងវីដេអូខ្ញុំជីទៅរីដុំទេអញ្ចឹងចុះទៀតថាខ្ញុំចង់ share ពីទូរស័ព្ទទៅកាន់កុំព្យូទ័រវិញហើយនៅនេះចឹងខ្ញុំ select ម្ដងទៀតសារមុនហ្នឹងមានបញ្ហាវីដេអូអញ្ចឹងពេលយើងចូលមកគឺវាអញ្ចឹងអញ្ចឹងយើងត្រូវចូលទៅកាន់ server របស់យើងគឺជា server ដែលយើង add ចុងក្រោយហ្នឹងចូលមកហើយចូលទៅកាន់ folder ដែលយើង share ហ្នឹងអញ្ចឹងយើងចុច save មកវានឹង upload ទៅកាន់ folder ពេលហ្នឹងវាមានបញ្ហា error តិចតួចហើយខ្ញុំអត់យល់ទេទៅ error ម្ដងនេះទៅ error ម្ដងនេះឆ្ងល់ដែរ error ទេ
តើយើងចូលបានអញ្ចឹងយើងចូលទៅ server ម្ដងទៀតយើងចូលទៅកាន់ CH folder ហ្នឹងទៀតនេះគឺជាវីដេអូដែលយើងបាន share យើង share ពីទូរស័ព្ទទៅអូខេចឹងខ្ញុំតិចខ្ញុំបង្ហាញនៅលើកុំព្យូទ័រវិញពេលអូខេយើងអញ្ចឹងយើងមកវិញទៀតហើយអញ្ចឹងមុនហ្នឹងដោយសារខ្ញុំបាន share ពីទូរស័ព្ទមកអញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំ share ពីទូរស័ព្ទមកនេះវីដេអូដែលខ្ញុំ share ពីទូរស័ព្ទមកយើងបើកលេងហមដែរនៅលើនឹងបានយកមកណៃខ្ញុំអត់រីកមិនឲ្យអ្នកគ្នាទៅ edit អីនៅលើហ្នឹងទេខ្ញុំគូថា copy យកទៅដាក់ folder try អីផ្សេងទៅកុំឲ្យយើងខ្ញុំឲ្យយើង edit នៅក្នុង try C ភាសាវាគៀងអញ្ចឹងសម្រាប់វីដេអូ share ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកយល់ហើយអាចធ្វើបានដូចខ្ញុំដែរហើយបើសិនជាមានបញ្ហាទៀតថាuser អ្នកគ្នាមានបញ្ហាគឺអ្នកនេះជាយាមឆែកទៅលើជាយាមយើង log ចូល user ថ្មីដែលយើងបង្កើតហ្នឹងចឹងបើសិនជាពេលកន្លែងដែលខ្ញុំ add ខ្ញុំថានេះនៅពេលដែលកន្លែង share នេះពេលដែល search ទៅអត់មានឬក៏កន្លែង add បាន share នេះគឺកន្លែងហើយកន្លែងនេះគឺយើងចុច add ហើយយើង search ឈ្មោះទៅវាអត់មានយើង check name ហ្នឹងទៅឃើញអត់នេះគឺជានៅពេលដែលយើងវាយខុសគឺវាចេញចេះអញ្ចឹងអ្នកគេកុំទោះបើវាចេញចេះអ្នកគ្នាមិនបាច់ខំរកដោយសារតែអីអត់មានទេអញ្ចឹងយើងត្រូវវាយឲ្យត្រូវថា app ឬក៏សធំសតូចព្រោះថាត្រូវ check មកវាចេញចេះទៅវាឲ្យបើមិនចេញអញ្ចឹងទេអ្នកគេអាចនឹងមានបញ្ហាថាវាយឈ្មោះខុសឬក៏user ហ្នឹងយើងថា log in សិនមិនវាអនុញ្ញាតឲ្យឃើញអា folder ឃើញអា user ហ្នឹងអញ្ចឹងទៅអញ្ចឹងបញ្ហាគឺអាចដោះស្រាយបានហ្នឹងមិនដែរបើសិនជាមានបញ្ហាផ្សេងអ្នកគ្នាអាច comment នៅខាងក្រោមបានបើខ្ញុំមានបេតុនេះខ្ញុំអាចនឹងជួយដោះស្រាយខ្ញុំអាចនឹងធ្វើវីដេអូ short ឬក៏វីដេអូម៉ានទីជួយដោះស្រាយអ្នកគ្នាអញ្ចឹងទៅអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកគ្នាយល់ហើយអាចអនុវត្តបានអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេជម្រាបលាអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ